នៅពេលដែលមានវត្តមានត្រួយនៅដំណាក់កាលវ័យក្តាប់កតុយជាឆេះតែយើងគួរធ្វើបែបណាដើម្បីទប់ស្កាត់បញ្ហានៃការជ្រុះក្តាប់នៅវ័យនេះបាទអញ្ចឹងពាក់ព័ន្ធទៅនឹងវ័យក្តាប់បាទកតុយជាឆេះគឺជាវ័យមួយដែលវាមាននៅគេហៅថាកោសិកាខ្ចីបាទវាងាយប្រឈមទៅនឹងការល្បេះឬក៏ដាច់ធ្លាក់ពីទងសណ្ដោងផ្លែបាទព្រោះកោសិកាវាអត់ទាន់រឹងមាំទេព្រោះវានៅជាកោសិកាខ្ចីបាទអញ្ចឹងពាក់ព័ន្ធទៅនឹងបញ្ហាដែលបណ្ដាលឲ្យមានវត្តមានត្រួយចេញនៅអំឡុងពេលក្តាប់វ័យកតុយជានេះគឺវាមានកត្តាផ្សេងដែលវាបណ្ដាលឲ្យមានវត្តមានត្រួយបាទពាក់ព័ន្ធទៅនឹងការចេញត្រួយនេះគឺយើងអាចដោះស្រាយបានពាក់ព័ន្ធទៅនឹងចំណុចសំខាន់ដែលខ្ញុំលើកឡើងនេះគឺទី1ពាក់ព័ន្ធទៅនឹងគេហៅថាការគ្រប់គ្រងនិងទប់ស្កាត់ត្រួយបាទអាចថាពុកម៉ែបងប្អូនមួយចំនួនគាត់ពេញនិយមក្នុងការបាញ់បិទត្រួយនៅពេលដែលមានវត្តមានការហាបត្រួយចេញមកគឺគាត់ប្រើវិធីសាស្ត្រក្នុងការបាញ់បិទឬក៏គេហៅថាត្បៀតត្រួយបាទអញ្ចឹងពាក់ព័ន្ធទៅនឹងការគ្រប់គ្រងឬក៏ទប់ស្កាត់ត្រួយនេះបងប្អូនមួយចំនួនគាត់ប្រើពពួកគេហៅថា GMKP បាទ MKP គឺអាចប្រើពពួក05234ឬក៏ប្រភេទ G ផ្សេងបាទដែលក្នុងគោលបំណងបាញ់ដើម្បីទៅបង្អាក់ការវិវត្តនៃត្រួយថ្មីបាទអញ្ចឹងសួរថាការប្រើប្រាស់នៅប្រភេទ G MKP នេះសួរថាប្រើបែបណាហើយសួរថាមានផលប៉ះពាល់បែបណាបាទអញ្ចឹងសម្រាប់ទុរេនដែលយើងមានស្លឹកមានន័យថាយើងផលិតស្លឹកចុងក្រោយស្លឹកចាស់របស់យើងនោះគឺវាមានគុណភាពមានសុខភាពល្អបាទហើយអាកាសធាតុនៅតំបន់ពុកម៉ែបងប្អូនគឺអត់សូវប្រឈមទៅនឹងអាកាសធាតុក្តៅឬក៏ត្រជាក់ឬក៏ខ្យល់ស្ងួតទេយើងអាចធ្វើការបាញ់បង្អាក់ឬក៏សម្លាប់ឬក៏បង្ក្រាបត្រួយនេះបានគឺមានន័យថាយើងអាចប្រើក្នុងកម្រិតដែលត្រឹមសមស្របឬណាមិនប្រើលើសកម្រិតគឺយើងអាចប្រើបានបាទតែសម្រាប់ពុកម៉ែបងប្អូនដែលសុខភាពទុរេនរបស់គាត់មានស្លឹកចុងក្រោយឬក៏ស្លឹកចាស់របស់គាត់គឺខ្សោយមានស្លឹកវាអត់សូវមានគុណភាពបើសិនជាយើងប្រើប្រភេទជីទៅបង្អាក់ឬក៏ទៅបង្ក្រាបត្រួយនេះវាអាចបង្កជាផលប៉ះពាល់ធ្វើឲ្យស្លឹកចាស់នេះកាន់តែខូចកាន់តែខ្លោចដែលធ្វើឲ្យក្តាប់ទុរេនវ័យកតុយជាឆាស់នេះគឺកាន់តែជ្រុះខ្លាំងបាទអញ្ចឹងរឿងចំណុចទី2មួយទៀតបាទពាក់ព័ន្ធទៅនឹងការគ្រប់គ្រងត្រួយឬក៏ទប់ស្កាត់ត្រួយនេះដែរគឺយើងអាចធ្វើវិធីសាស្ត្រជំរុញបាទមានន័យថាយើងបាញ់បំពន់បន្ថែមបាទទៅផ្នែកត្រួយដើម្បីជំរុញឲ្យវាលូតលាស់ឬក៏វាលាឬក៏ឆាប់ចាស់បានលឿនដើម្បីជាផ្នែកមួយក្នុងការទ្រទ្រង់ឬក៏ផលិតអាហារទៅកាន់ចិញ្ចឹមទៅកាន់ក្តាប់វិញបាទអញ្ចឹងពាក់ព័ន្ធទៅនឹងការបាញ់បង្ក្រាបត្រួយឬក៏បាញ់ពន្លឿនត្រួយនេះគឺវាមានចំណុចល្អខុសគ្នាបាទការបាញ់សម្លាប់វាអាចមានផលប៉ះពាល់ច្រើនដែលធ្វើឲ្យស្លឹករបស់យើងខូចបាទឬក៏គេហៅថាអាចនឹងឆេះស្លឹកបើសិនជាអាកាសធាតុយើងបច្ចុប្បន្នក្តៅត្រជាក់បាទឬក៏សំណើមបរិយាកាសខ្ពស់បាទតែសម្រាប់ការបាញ់ពន្លឿនបាទមានបាញ់ពន្លឿនធ្វើឲ្យត្រួយឆាប់លាអញ្ចឹងពេលដែលត្រួយយើងលាហើយវាឆាប់ចាស់អញ្ចឹងវាអត់អាចប្រជែងសារធាតុចិញ្ចឹមជាមួយនឹងក្តាប់កតុយជិះបានទេអញ្ចឹងវាអាចផ្ដល់សារធាតុចិញ្ចឹមទៅឲ្យក្តាប់គ្រប់គ្រាន់ដែលធ្វើឲ្យក្តាប់របស់យើងគឺកាន់បាទអត់ងាយល្បេះឬក៏ជ្រុះទេបាទអញ្ចឹងកត្តាទី2បាទយើងអាចធ្វើការបន្ថែមសារធាតុចិញ្ចឹមឲ្យទៅកាន់ក្តាប់បាទអញ្ចឹងសួរថាយើងគួរតែបន្ថែមសារធាតុអីទៅឲ្យកាន់ក្តាប់នៅវ័យកតុយជាឬក៏កតុយជាខ្លោចនេះបាទអញ្ចឹងពាក់ព័ន្ធទៅនឹងអាហារបំពន់ដែលលឿនបាទអាហារបំពន់ដែលលឿនបាញ់ទៅភ្លាមដំណាំអាចស្រូបយកទៅបានគឺពពួកអាហារបំពន់ដែលប្រើតាមរយៈផ្នែកខាងលើផ្ទៃស្លឹកមានបាញ់ទៅខាងក្នុងពុះមែកឬក៏ទៅកាន់ផ្ទៃស្លឹកនេះគឺជាអាហារមួយដែលលឿនហើយនឹងបន្ទាន់បាទហើយនឹងមានប្រសិទ្ធភាពគេហៅថារហ័សបាទអញ្ចឹងសម្រាប់ការផ្ដល់អាហារឲ្យទៅកាន់វ័យក្តាប់កតុយជាដែលសំខាន់ហើយនឹងចាំបាច់ដែលមិនអាចខ្វះបាននោះគឺពពួកទី1គឺពពួកជីបាទជីទឹកស្រាយសមុទ្រកាល់ស្យូមបូរ៉ុនបាទដែលមានកាល់ស្យូមនិងបូរ៉ុនបាទដែលជាភ្នាក់ងារមួយក្នុងការជំរុញឲ្យតងសណ្ដោងផ្លែស្វិតក៏ដូចជាការលូតលាស់នៃក្តាប់នេះគឺបានពេញលេញបាទហើយមួយទៀតគឺពពួកបាទជីទឹកបាទស្រាយសមុទ្រអាមីណូអាស៊ីតបាទគឺជាបណ្ដុំនៃអាមីណូអាស៊ីតសេរីដែលវាមានកាល់ស្យូមខ្ពស់នៅក្នុងហ្នឹងវាជួយឲ្យ
មានន័យថាការស្រូបយកឬក៏ការបន្ធូរបន្ថយសម្ពាធទឹកនៅក្នុងខ្លួនគឺដំណើរការរលូនពិសេសគឺការទប់ទល់ទៅនឹងអាកាសធាតុត្រជាក់ឬក៏ក្តៅឬក៏គេហៅថាភ្លៀងកក់ខែបាទមួយទៀតគឺយើងអាចប្រើនៅពពុះស្រាយសមុទ្រមានជីម្សៅ Seaweed Extra Powder ឬក៏ពពុះស្រាយសមុទ្រនេះដោយសារតែនៅក្នុងប្រភេទជីស្រាយសមុទ្របាទវាមាននៅបណ្ដុំសារធាតុចិញ្ចឹមជាច្រើនតាំងពីអរម៉ូនបាទតាំងពីមីក្រូធាតុនិងម៉ាក្រូធាតុពិសេសគឺវាមានសារធាតុស្រាយឬក៏ Seaweed ហ្នឹងនៅក្នុងផលិតផលគឺខ្ពស់បាទអញ្ចឹងពេលដែលយើងប្រើសារ៉ាយសមុទ្រគឺវាមានគ្រប់សារធាតុចិញ្ចឹមបាទដែលវាជួយទៅបំពេញឬបង្គ្រប់បន្ថែមនៅសារធាតុដែលខ្វះខាតដែលដំណាំកំពុងតែត្រូវការអញ្ចឹងវាជួយឲ្យតងសណ្ដងផ្លែយើងស្វិតរឹងមាំហើយវាធន់ទៅនឹងអាកាសធាតុអញ្ចឹងធ្វើឲ្យការលូតលាស់នៃក្តឹបវ័យកតុយជារបស់យើងក៏ដូចជាការផ្គត់ផ្គង់អាហារទៅកាន់ក្តឹបគឺគ្រប់គ្រាន់អញ្ចឹងវាអត់មានបញ្ហាប្រឈមនៃការគេហៅថាប្រជែងសារធាតុចិញ្ចឹមរវាងត្រួយនិងក្តឹបវ័យកតុយជាទេបាទអញ្ចឹងពាក់ព័ន្ធចំណុចទី2គឺពាក់ព័ន្ធនឹងការបន្ថែមសារធាតុចិញ្ចឹមឲ្យទៅកាន់ក្តឹបបាទអញ្ចឹងរឿងទី3បាទពាក់ព័ន្ធទៅនឹងរឿងទី3បាទក្នុងដំណាក់កាលដែលយើងជួបបញ្ហានេះគឺយើងគេហៅថាការគ្រប់គ្រងទឹកបាទអញ្ចឹងពាក់ព័ន្ធទៅនឹងការគ្រប់គ្រងទឹកគឺជារឿងសំខាន់ហើយចាំបាច់បាទរឿងដែលសំខាន់ហើយចាំបាច់ជាងគេលើសពីការផ្ដល់ជីលើសពីការគ្រប់គ្រងត្រួយគឺការគ្រប់គ្រងការដាក់ទឹកនឹងហើយបាទអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលធ្វើការដាំដុះដំណាំទុរេនដឹងហើយថាដំណាំទុរេនគឺជាដំណាំមួយដែលការគ្រប់គ្រងទឹកឬក៏ការផ្ដល់ទឹកនេះគឺសំខាន់ពីមួយវគ្គទៅមួយវគ្គគឺមានភាពបត់បែនបាទផ្លាស់ប្ដូរទៅតាមអាកាសធាតុជាក់ស្ដែងទៀតបាទអញ្ចឹងពាក់ព័ន្ធទៅនឹងការគ្រប់គ្រងទឹកឬក៏ការរក្សាសំណើមនេះគឺសំខាន់បាទមានន័យថាបើសិនជាយើងជួបបញ្ហាបែបនេះគឺយើងអាចធ្វើយ៉ាងណារក្សាសំណើមឲ្យថេរមានន័យថាបើសិនជាយើងជួបបញ្ហាចេញត្រួយគឺយើងកុំបង្កើនការស្រោចទឹកគេហៅថាច្រើនភ្លាមគឺយើងស្រោចតាមអ្វីដែលយើងធ្លាប់ស្រោចរាល់ដងមានន័យថាបើយើងស្រោចត្រឹម2ថ្ងៃម្ដងដាក់ត្រឹម15នាទីមានន័យថាយើងកុំអាចធ្វើការផ្លាស់ប្ដូរលឿនពេកមានឲ្យយើងនៅធ្វើការស្រោចនៅកម្រិតដដែលឲ្យស្មើដៃអញ្ចឹងសំណើមវាអត់ពុះទៀបធ្វើឲ្យការវិវត្តនៃត្រួយគឺវាអត់ងាយលូតលាស់លឿនទេបាទពាក់ព័ន្ធទៅនឹងបញ្ហាការគ្រប់គ្រងទឹកដែរគឺយើងបន្ថយបរិមាណទឹកតែមិនមែនបន្ថយភ្លាមទេបាទមានន័យថាយើងអាចបន្ថយការស្រោចទឹកពីមុនយើងស្រោច15នាទីឬក៏20នាទីអញ្ចឹងយើងអាចបន្ថយ20ទៅ30% នៃការដាក់លើកមុនអញ្ចឹងយើងអាចបន្ថយមកត្រឹម10នាទីបាទឬក៏ក្រោមឬក៏10ទៅ15នាទីវិញបាទនេះជាឧទាហរណ៍បាទអញ្ចឹងចំណុចទី4បាទសម្រាប់ដោះស្រាយបញ្ហាដែលយើងជួបប្រទះនេះគឺយើងធ្វើការដាក់ជីនៅផ្នែកខាងក្រោមដីមានន័យថាយើងផ្ដល់អាហារគ្រឹះទៅកាន់ដីបាទអញ្ចឹងសម្រាប់ជីដែលយើងផ្ដល់ទៅឲ្យក្តឹបទុរេននៅវ័យកតុយជៀសឬក៏កតុយជៀសខ្លោចនេះគឺសួរថាយើងប្រើលេខមួយណាបាទដើម្បីផ្ដល់ធម៌ពលឲ្យទៅក្តឹបទុរេនហើយវាធ្វើឲ្យត្រួយហ្នឹងគឺអត់អាចបញ្ចេញសារធាតុចិញ្ចឹមជាមួយនឹងក្តឹបបានបាទអញ្ចឹងសម្រាប់ជីបាទដែលយើងអាចប្រើប្រាស់នៅពេលនេះបានគឺប្រភេទ Bio បាទ NPK 82424ឬក៏ប្រភេទ Bio NPK 1217បាទឬក៏លេខដែលមួយចំនួនទៀតបាទដែលមានពពុះប៉ូតាស្យូមខ្ពស់ឬក៏តំបន់ពុកម៉ែបងប្អូនមួយចំនួនបាទដែលពេញនិយមក្នុងការប្រើជីតូលអាចប្រើពពុះកាលីសុទ្ធក៏បានតែការប្រើប្រាស់កាលីសុទ្ធបើយើងប្រើអត់ចំគោលដៅទេវាអាចប្រឈមទៅនឹងការខ្លោចចុងស្លឹកឬក៏ឆេះចុងស្លឹកដោយសារតែការប្រើកាលីលើសលប់ធ្វើឲ្យខូចនៅផ្នែកប្រឡូកឫសបាទអញ្ចឹងពាក់ព័ន្ធទៅនឹងជីបាទវគ្គនេះបើយើងចង់បំពន់បន្ថែមដើម្បីកុំឲ្យមានការប្រជែងសារធាតុចិញ្ចឹមរវាងក្តឹបកតុយជៀសជាមួយនឹងត្រួយថ្មីអញ្ចឹងយើងអាចប្រើពពុះ82424នេះគឺប្រើក្នុងកម្រិតមួយដែលតិចតួចមិនមែនយើងប្រើដូចនៅដំណាក់កាលសន្សំធម៌ពលឬក៏បញ្ចេញផ្កាទេបាទអញ្ចឹងអាចថាក្នុងមួយដើមបាទដើមធំយើងអាចប្រើត្រឹមកន្លះគីឡូដើមតូចយើងអាចប្រើត្រឹម3ខាំ2ខាំតាមទំហំឬក៏អាយុនៃដើមបាទយើងអត់ប្រើច្រើនដូចទៅនឹងការប្រើនៅវគ្គសន្សំធម៌ពលទេបាទអញ្ចឹងបាទពាក់ព័ន្ធទៅនឹងបញ្ហាការចេញត្រួយបាទនៅដំណាក់កាលវ័យក្តឹបកតុយជៀសនេះខ្ញុំគិតថាមានតែ4ចំណុចហ្នឹងគឺ
គ្រប់គ្រាន់ហើយជាចំណុចសំខាន់ហើយបាទហើយចំណុចមួយទៀតបាទខ្ញុំគិតថាថែមមួយចំណុចទៀតដែរព្រោះនៅពេលដែលយើងដឹងថាពេលដែលមានវត្តមានត្រួយបាទចេញមកប្រកបណាស់ត្រួយខ្ចីគឺតែងតែមាននៅបញ្ហាសត្វល្អិតគឺមកតាមបំផ្លាញបាទអញ្ចឹងសួរថាវ័យក្តឹបកន្ទុយជិះហ្នឹងស្រាប់តែតរេនចេញត្រួយយើងគិតថាយើងអត់ចង់បានត្រួយហ្នឹងទុកឲ្យសត្វល្អិតស៊ីបំផ្លាញតែពុកម៉ែបងប្អូនកុំភ្លេចថានៅពេលដែលត្រួយខ្ចីលាហើយមានវត្តមានសត្វល្អិតឬក៏ជំងឺមកបំផ្លាញវាកាន់តែធ្វើឲ្យទុរេននេះកាន់តែ stress លើសដើមអញ្ចឹងអត្រានៃការជំរុះក្តឹបឬក៏ជំរុះគេហៅថាផ្លែគឺជ្រុះកាន់តែច្រើនដូចគ្នាអញ្ចឹង4ចំណុចខាងលើគឺសំខាន់ហើយតែចំណុចមួយចុងក្រោយបាទពាក់ព័ន្ធទៅនឹងការថែទាំត្រួយដោយការសម្លាប់ឬក៏ការពារសត្វល្អិតនេះគឺជារឿងមួយដែលចាំបាច់ដូចគ្នាបាទអញ្ចឹងសង្ឃឹមថា5ចំណុចនេះពុកម៉ែបងប្អូនអាចយកទៅពិចារណាបាទឡើងវិញពាក់ព័ន្ធទៅនឹងដំណាំរបស់ពុកម៉ែបងប្អូនជាក់ស្ដែងថាតើយើងបានធ្វើអីខ្លះហើយមកដល់ពេលនេះវាចេញគេហៅថាចេញត្រួយកម្រិតណាហើយបាទសម្រាប់ការបិទបាទខ្ញុំសូមត្រឡប់ទៅចំណុចទី1បន្តិចបាទសម្រាប់ការបាញ់បិទឬក៏បង្ក្រាបត្រួយសួរថាយើងបាញ់នៅពេលណាត្រួយយើងទើបតែពេចចេញមកជាប្លុកត្រួយលំពែងឬក៏កតុយត្រីឬក៏ត្រួយដាវទើបបានយើងបាញ់បង្ក្រាបបានបាទអញ្ចឹងសម្រាប់នៃការបាញ់បាទពុកបងប្អូនដែលពេញនិយមក្នុងការបាញ់បិទត្រួយឬក៏បង្ក្រាបត្រួយនេះយើងអាចបាញ់នៅអំឡុងពេលដែលមានន័យថាត្រួយវាទើបតែហើបចេញមកកតុយត្រីឬក៏លំពែងអត់ទាន់វិវត្តទៅជាត្រួយដាវទេបាទអញ្ចឹងយើងអាចបាញ់នៅពេលហ្នឹងគឺយើងអាចទប់ស្កាត់បានតែកម្រិតនៃការប្រើប្រាស់គឺយើងឈរនៅលើគោលការណ៍តាមការណែនាំរបស់អ្នកបច្ចេកទេសកុំប្រើឲ្យលើសនៅកម្រិតណែនាំវាអាចប្រឈមទៅនឹងផលប៉ះពាល់ធ្ងន់ធ្ងរបាទ